បងយើងគ្រប់គ្នាចាគ្រប់រូបទាំងអស់សិតតែមានមនោនិច្ចបរិសុទ្ធចាបងប្អូនទាំងអស់គ្នាត្រូវតែរៀនលើកទឹកចិត្តខ្លួនឯងគ្រប់ពេលគ្រប់វេលាបងប្អូនមិនថាជួបបទពិសោធន៍ជួបបញ្ហាជួបរឿងរ៉ាវបែបណាបងប្អូនយើងត្រូវតែលើកទឹកចិត្តខ្លួនឯងគ្រប់ពេលគ្រប់វេលាការលើកទឹកចិត្តខ្លួនឯងឲ្យតម្លៃខ្លួនឯងឈប់បន្ទោសស្ដីបន្ទោសខ្លួនឯងមើលងាយមើលថោកខ្លួនឯងជួបបញ្ហាជួបបទពិសោធន៍វាជារឿងធម្មតាបងប្អូនចាព្រោះដោយសារយើងគ្រប់គ្នាគឺជា mini god ណាបងប្អូនគឺជាព្រះគឺជាអាទិទេពប្រាថ្នាអ្វីក៏បានសម្រេចធ្វើអ្វីក៏ជោគជ័យដែរបងប្អូនឲ្យតែបងប្អូនស្គាល់ខ្លួនឯងច្បាស់ហើយជឿជាក់លើខ្លួនឯងជឿជាក់លើគោលដៅជឿជាក់លើសេចក្តីប្រាថ្នាជឿជាក់លើការគិតរបស់យើងបងប្អូនចាអញ្ចឹងបងប្អូនគេឲ្យយើងរៀនស្គាល់ខ្លួនឯងនឹងដើម្បីឲ្យយើងមានសតិដឹងចាប់ចិត្តចាប់គំនិតចាប់ការគិតការនិយាយរបស់យើងចាជាមកស្គាល់ខ្លួនឯងថាខ្លួនឯងជាអ្នកណានឹងគឺមកដឹងពីក្នុងខ្លួនរបស់យើងចាអញ្ចឹងក្នុងខ្លួនរបស់យើងមានរឿងរ៉ាវជាច្រើនមែនទែនដែលយើងអត់ដែលតាមចាប់សតិដឹងខ្លួនឯងបងប្អូនពេលដែលយើងចេះចាប់សតិដឹងខ្លួនឯងហើយបងប្អូននឹងទទួលស្គាល់ខ្លួនឯងជឿជាក់លើខ្លួនឯងមានគោលដៅចាមានគោលដៅមានសេចក្តីប្រាថ្នាមានការជឿជាក់លើខ្លួនឯងចាមានសេចក្តីស្រឡាញ់ដែលចេញពីដួងចិត្តរបស់យើងចាពេលដែលយើងរកឃើញខ្លួនឯងយើងមានក្តីស្រឡាញ់ដែលពិតប្រាកដបងប្អូនសេចក្តីស្រឡាញ់ដែលមិនមែនពីបានពីអ្នកដទៃសេចក្តីស្រឡាញ់ដែលយើងចេញពីដួងចិត្តរបស់យើងតែម្ដងគឺស្រឡាញ់មានអារម្មណ៍ថាសេចក្តីសុខសេចក្តីសុខដែលយើងរកឃើញខ្លួនឯងបងប្អូនសេចក្តីសុខហ្នឹងគឺពេលដែលយើងនៅជាមួយខ្លួនឯងយើងមានសេចក្តីសុខមានការសប្បាយចិត្តមានភាពរីករាយបងប្អូនអត់សូវចង់ទៅជួបអ្នកដទៃអត់សូវចង់ទៅនិយាយអីរញ៉េរញ៉ៃជាមួយអ្នកដទៃឯងគឺនៅជាមួយខ្លួនឯងចូលចិត្តនៅជាមួយខ្លួនឯងនៅស្ងប់ស្ងាត់តែម្នាក់ឯងចាពេលយើងនៅស្ងប់ស្ងាត់ម្នាក់ឯងបានយើងមានភាពរីករាយមានស្នាមញញឹមមានភាពជឿជាក់ហើយយើងខួរក្បាលយើងវាអត់ញ៉ៃញ៉ៃយើងអាចតាមដានទាន់ចិត្តទាន់គំនិតរបស់យើងទាន់ការគិតរបស់យើងតែយើងកំពុងតែគិតអ្វីចាអញ្ចឹងភាគច្រើនគឺការនៅជាមួយខ្លួនឯងបានយើងអាចរកខ្លួនឯងឃើញបងប្អូនហើយព្យាយាមស្ដាប់នៅរឿងរ៉ាវដែលវិជ្ជមានចាកុំទៅស្ដាប់រឿងរ៉ាវដែលអវិជ្ជមានចាអញ្ចឹងបងប្អូននឹងអាចរកខ្លួនឯងឃើញថាបងប្អូនជាអ្នកណាហើយបងប្អូនមានក្តីស្រឡាញ់តែពិតប្រាកដចេញពីដួងចិត្តរបស់បងប្អូនចាជួបអីក៏ស្រឡាញ់ស្អីក៏យើងពេញចិត្តដែរស្អីក៏យើងរីករាយបានដែរយើងនៅចំណុចណាក៏យើងរីករាយបានដែរបងប្អូនមានស្នាមញញឹមឲ្យខ្លួនឯងគ្រប់ពេលគ្រប់វេលាចាមានភាពជឿជាក់ចឹងហើយបងប្អូនអរគ្នាគួរតែរកខ្លួនឯងឲ្យឃើញហើយមានឈប់ក៏បាក់ទឹកចិត្តជួបបញ្ហាជួបបទពិសោធន៍ធម្មតាបងប្អូនជីវិតរបស់មនុស្សយើងម្នាក់ៗណាក៏មានដែរបទពិសោធន៍បញ្ហាមានតាមតូចតាមធំចាម្នាក់ៗបងប្អូនចាមានទៅតាមមនុស្សម្នាក់ៗទៅតាមបទពិសោធន៍រៀងៗខ្លួនអញ្ចឹងបងប្អូនអរគ្នាលើកទឹកចិត្តបងប្អូនគ្នារកខ្លួនឯងឲ្យឃើញចាមានភាពជឿជាក់លើខ្លួនឯងហើយត្រូវតែរៀនស្គាល់ខ្លួនឯងតាមចាប់ចិត្តចាប់គំនិតការគិតការនិយាយរបស់យើងចាបែបណាទៅមួយថ្ងៃអញ្ចឹងបងប្អូនយើងមិនគេឲ្យយើងយកឈ្នះខ្លួនឯងបានណាឈ្នះខ្លួនឯងក្នុងការដែលយើងដឹងថាព្រោះមានសតិដឹងចាមានសតិដឹងថាយើងកំពុងតែគិតអីយើងកំពុងតែបែបណាអារម្មណ៍បែបម៉េចចាហ្នឹងគឺការយកឈ្នះខ្លួនឯងហើយចាហើយបើយើងថាសម្រាប់ចិត្តថាទៅណាគឺទៅនឹងចាអញ្ចឹងអត់មានការផ្លាស់ប្ដូរទេអ្វីដែលជាការសម្រេចចិត្តរបស់យើងគឺការសម្រេចចិត្តដែលល្អបំផុតចាគឺខ្លួនយើងជាអ្នកសម្រេចចិត្តអញ្ចឹងគ្រប់រឿងរ៉ាវទាំងអស់ដែលយើងសម្រេចចិត្តគឺជារឿងដែលល្អបំផុតចាអរគុណបងប្អូនអរគ្នានៅល្អពីខ្ញុំគុណធា